មានសំណួរមួយទៀតដែលបងប្អូនសួរខ្ញុំថាតើប្រទេសខ្មែរអាចនឹងត្រូវបានគេហែកជាពីរដោយដែលអ្វីដែលពួកគាត់ធ្លាប់ឮឬអត់បងប្អូនប្រហែលជាធ្លាប់ស្ដាប់នៅទំនាយជាច្រើនដែលតាក់ទងជាមួយនឹងនគរទាំងពីរទាំង3ហ្នឹងតែទំនាយខ្លះគេនិយាយថាយួនសល់មួយទូកខ្មែរសល់មួយម្លប់ពោហើយទំនាយខ្លះទៀតគេនិយាយថាសៀមសល់មួយសួនយួនសល់មួយកោះខ្មែរងាប់អស់សល់មួយម្លប់ពោអីជាដើមហ្នឹងអញ្ចឹងនៅក្នុងន័យទំនាយហ្នឹងគឺចង់បានសេចក្តីថានៅគណៈពេលមួយប្រទេសទាំងពីរទាំង3ហ្នឹងនឹងចាញ់ឧបាយកលរបស់ប្រទេសមហាអំណាចឬក៏យៈនៅក្នុងពិភពលោកអីផ្សេងៗហ្នឹងបង្កជាចលាចលជាមួយគ្នាបង្កជាសង្គ្រាមជាមួយគ្នាលេបតបាក់គ្នាចុះឡើងនៅពេលដែលសេះសល់ប្រយោជន៍គឺបានទៅលើប្រទេសមហាអំណាចទាំងអស់អញ្ចឹងប្រទេសទាំង3នេះគឺបានតែឆ្លោះគ្នាបានតែធ្វើសង្គ្រាមជាមួយគ្នារួចហើយក៏មហាអំណាចផ្សេងៗនេះគេខ្វាមយកផលប្រយោជន៍ហើយយើងនឹងសេះសល់មិនច្រើនទេយើងសេះសល់អ្វីសេះសល់ទៅលើការដែលអ្នកប្រតិបត្តិទៅលើសាសនាហ្នឹងជាមួយខ្មែរហើយប្រទេសសៀមគេសល់មួយទូកហ្នឹងដោយសារតែរស់នៅក្នុងទឹកក្នុងអីអញ្ចឹងខ្ញុំនិយាយខ្លីៗកុំឲ្យវាយល់វែងពេកហ្នឹងយួនសល់មួយកោះហ្នឹងគឺថាជំលះទៅនៅគ្រប់ដើរនៅគ្រប់ប្រទេសឬក៏ទៅនៅលើទីតំបន់អីផ្សេងដែលមិនមែនជាប្រទេសយួនតទៅទេអានេះគ្រាន់តែជាទំនាយមួយដែលគេចែងមកទេប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនថាទោះបីជាយើងស្ដាប់នៅទំនាយច្រើនយ៉ាងណាក៏ដោយទោះបីជាស្ដាប់នៅការវិភាគនយោបាយការវិភាគពីរឿងរ៉ាវដែលត្រូវកើតឡើងនៅពេលអនាគតយ៉ាងណាក៏ដោយសូមយើងស្ដាប់គ្រាន់តែស្ដាប់បានហើយប៉ុន្តែស្ដាប់ដោយការពិចារណាយើងចេះជជែករកហេតុផលយើងចេះក្តាប់មើលស្ថានភាពនយោបាយយើងចេះក្តាប់មើលពេលវេលាកលៈទេសៈអីផ្សេងកុំជឿអ្វីមួយស្លងខ្លាំងពេកណាអញ្ចឹងមុនបកស្រាយបន្តទៀតខ្ញុំសូមឲ្យបងប្អូនយល់បានប៉ុណ្ណឹងហើយមួយទៀតគឺថាមានអ្នកវិភាគនយោបាយគាត់និយាយថាប្រហែលជារយៈពេល10ឆ្នាំទៀតប្រទេសកម្ពុជាអាចនឹងជួបរឿងរ៉ាវដែលថៃនិងយួននឹងវាយដើម្បីគ្រប់គ្រងប្រទេសខ្មែរដោយមានការជ្រោមជ្រែងពីសំណាក់ប្រទេសចិនការជ្រោមជ្រែងពីសំណាក់ប្រទេសអាមេរិកជាដើមហ្នឹងអញ្ចឹងទេនៅក្នុងការវិភាគមួយនេះនៅក្នុងទំនាយខ្លះៗដែលខ្ញុំនិយាយពីមុននេះវាអាចថាយើងមិនប្រកាស 100% ថាវានឹងកើតឡើងទេប៉ុន្តែនៅពេលដែលយើងអាចចាប់នៅហេតុផលមួយនេះបានយើងអាចលើកស្មារតីខ្លួនឯងឲ្យព្យាយាមស្វែងរកដំណោះស្រាយគេថាការពារប្រសើរជាងព្យាបាលនោះវាស្ថានភាពពិតជារត់ទៅរកភាពបែបហ្នឹងមែនប្រសិនបើយើងធ្វេសប្រហែសប្រសិនបើយើងនៅតែសប្បាយភ្លើនអត់គិតគូរពីប្រទេសជាតិអត់ខ្វល់ខ្វាយពីការដើរទៅមុខយ៉ាងរឹងមាំដើរទៅមុខយ៉ាងអង់អាចក្លាហានរបស់ប្រទេសជាតិយើងទៅថ្ងៃអនាគតយើងច្បាស់ណាស់នឹងទទួលបាននូវភាពកំសោយមួយដែលធ្វើឲ្យប្រទេសជិតជុំសងខាងយើងនឹងគឺមានការប្រមាថមាក់ងាយមានការចង់ជន់ឈ្លីមានការចង់លេបតបាក់អីជាដើមហ្នឹងអញ្ចឹងអត់ជាបញ្ហាទេទាំងទំនាយទាំងការវិភាគនយោបាយថាយើងនឹងជួបបញ្ហាអញ្ចឹងចុះអីហ្នឹងវាមិនជាបញ្ហាសម្រាប់ប្រទេសយើងទេប៉ុន្តែផ្ទុយទៅវិញនៅពេលដែលយើងទទួលបានដំណឹងមួយហ្នឹងនៅពេលដែលយើងឮពាក្យពេចន៍មួយហ្នឹងវាដាស់ស្មារតីឲ្យពួកយើងកាន់តែខិតខំឡើងវិញកាន់តែខិតខំទ្វេដងដើម្បីឲ្យខ្លួនឯងរឹងមាំជាស្នូលមួយសម្រាប់ប្រទេសជាតិជាសសរទ្រូងមួយសម្រាប់ប្រទេសជាតិហើយរកដំណោះស្រាយយ៉ាងណាឲ្យជួយជាតិឲ្យបានខ្លាចជាប្រទេសជាតិមួយដ៏រឹងមាំជៀសវាងនឹងការលេបតបាក់ផ្សេងពីប្រទេសជិតជុំវិញខាងយើងក៏មិនមែនថាធ្វើប្រហែសទាំងស្រុងណាពីព្រោះថាប្រវត្តិសាស្ត្រមកហើយថាប្រទេសសងខាងយើងនេះមិនដែលមានប្រទេសណាមួយដែលល្អជាមួយយើងទេរាប់សតវត្សរាប់ទសវត្សមកនេះគេតែងតែព្យាយាមចង់លេបតបាក់ប្រទេសយើងជានិច្ចអញ្ចឹងទេវាជារឿងនៅក្នុងប្រវត្តិសាស្ត្រប៉ុន្តែមកដល់ពេលនេះ
យើងជួបប្រទះនៅបញ្ហាសង្គ្រាមជាមួយនឹងថៃមួយរយៈនេះរឿងធ្ងន់គ្រាន់បើដែរហើយយើងជួបប្រទះយើងចាប់ផ្ដើមលើកកកែឡើងវិញពីទំនាយអីផ្សេងៗយើងចាប់ផ្ដើមមានការវិភាគនយោបាយអីផ្សេងៗជាមួយនឹងការលេបទៅបាក់ប្រទេសខ្មែរហ្នឹងវាហាក់ដូចជាយករឿងរ៉ាវហ្នឹងមកដាស់កម្លាំងចិត្តយើងសារជាថ្មីថាយើងត្រូវតែរឹងមាំយើងត្រូវតែខ្លាំងយើងត្រូវតែនាំប្រទេសជាតិយើងឲ្យខ្លាំងដើម្បីអាចប្រឈមនឹងរឿងរ៉ាវទាំងអស់ហ្នឹងបានដើម្បីការពារប្រទេសជាតិយើងបានដើម្បីធ្វើជាខែលមួយអាចគ្រប់គ្រងប្រទេសការពារប្រទេសយើងពីសត្រូវឈ្លានពានបានព្រោះវាជារឿងមួយដែលសំស្របបំផុតហើយដែលថាប្រទេសទុនខ្សោយមួយត្រូវតែមានគេទន្ទ្រានមានគេឈ្លានពានកើតមកជាប្រទេសអ្នកក្រកើតមកជាប្រទេសអ្នកទុនខ្សោយដាច់ខាតត្រូវតែចាញ់គេប្រសិនបើចង់រស់នៅក្នុងសន្តិភាពប្រសិនបើចង់រស់នៅក្នុងសេចក្តីសុខត្រូវតែខ្លាំងសន្តិភាពមិនមែនបានមកពីការគោរពបន់ស្រន់មិនមែនបានមកពីការដែលយើងមានចិត្តបរិសុទ្ធល្អមិនមែនបានមកពីការដែលយើងចេះគោរពអ្នកដទៃគោរពផ្ដល់តម្លៃឲ្យអ្នកដទៃចេះរស់នៅដោយសេចក្តីស្ងប់សុខទេសន្តិភាពពិភពលោកអាចកកើតឡើងបានដោយការចេះការពារខ្លួនចេះរើបំរាស់ចេះគ្រប់គ្រងស្មារតីរបស់ខ្លួននិងមានភាពខ្លាំងនៅក្នុងខ្លួនប្រសិនណាបើយើងមិនខ្លាំងទេច្បាស់ណាស់កិច្ចមិនផុតពីការធ្វើបាបរបស់គេទេសូម្បីតែយើងបុគ្គលមួយក៏ដូចគ្នាដែរបើយើងខ្សោយជាងគេច្បាស់ជាមានគេជន់ជិះជន់ធ្វើល្អយ៉ាងណាក៏ដោយផ្ដល់នូវផលល្អយ៉ាងណាស្មោះត្រង់ជាមួយនឹងគេយ៉ាងណាក៏ដោយក៏គេមើងងាយគេធ្វើបាបគេមិនយល់តម្លៃយើងដែរអញ្ចឹងតើតើយើងខ្លាំងទើបអាចរកសន្តិភាពឲ្យប្រទេសជាតិយើងបានអញ្ចឹងតកតងជាមួយនឹងទំនាយរំលាយប្រទេសនេះយើងបានស្ដាប់នៅទំនាយយើងបានស្ដាប់នៅការវិភាគនយោបាយទើបតែបានឮទេប៉ុន្តែប្រមុខដឹកនាំរបស់យើងថ្នាក់ដឹកនាំរបស់យើងលោកបានសម្លឹងមើលឃើញតាំងពីមុនយើងមកម្លេះលោកបានសម្លឹងមើលឃើញមិនត្រឹមតែ2ឆ្នាំខាងមុខ3ឆ្នាំខាងមុខទេលោកបានសម្លឹងមើលឃើញ50ឆ្នាំឬក៏100ឆ្នាំទៅមុខទៀតឯណោះអញ្ចឹងរឿងរ៉ាវដែលយើងខំធ្វើនៅថ្ងៃនេះគឺដើម្បីលទ្ធផលថ្ងៃស្អែកផងដើម្បីលទ្ធផលថ្ងៃខាងស្អែកផងឆ្នាំក្រោយផងនិងដើម្បីជាលទ្ធផលសម្រាប់50ឆ្នាំទៅមុខផងធ្វើអ្វីមួយយើងគិតបានវែងឆ្ងាយណាស់មិនមែនធ្វើភ្លាមចង់បានលទ្ធផលថ្ងៃស្អែកឬក៏គោបាត់អីទៅធ្វើរបងទេយើងទាយដឹងមុនយើងគ្រប់គ្រងនៅស្ថានភាពបានមុនជានិច្ចអត់ដូចប្រទេសមួយចំនួនដូចជាប្រទេសជិតខាងយើងប្រទេសថៃនេះទេខ្ញុំនិយាយមានចំអកគេទេណាខ្ញុំសុំទោសហ្នឹងហើយដែលរឿងហៅរឿងរ៉ាវទឹកដល់ចំោះហើយទើបតែគ្រប់គ្រងឲ្យជាដើមហ្នឹងយើងមានសមិទ្ធផលជាច្រើនរបស់រដ្ឋាភិបាលជាពិសេសគឺសមិទ្ធផលរបស់សម្ដេចតេជោហ៊ុនសែនខ្ញុំនិយាយមានលើកដំកើងគាត់ខ្ញុំមិនមែនជាកូនចៅរបស់គាត់ទេណាប៉ុន្តែពិតជាគួរឲ្យសរសើរមែនតើដែលរឿងខ្លះសមិទ្ធផលខ្លះទើបតែសម្រេចបាននៅឆ្នាំនេះទេប៉ុន្តែលោកបានគូសប្លង់តាំងពី30ឆ្នាំមុនមកម្ល៉េះសមិទ្ធផលខ្លះទើបតែសម្រេចបានទេប៉ុន្តែគូសប្លង់តាំងពី5ឆ្នាំមុន10ឆ្នាំមុនមកម្ល៉េះយើងមើលគម្រោងគេប្រជិកហ្វូណនយើងសិក្សាប្រហែលឆ្នាំគម្រោងកសាងស្តាតមរតកតេជោត្រូវគូសប្លង់ត្រូវរៀបចំត្រូវមានគម្រោងប្រហែលឆ្នាំដើម្បីធ្វើបានសូម្បីតែការធ្វើស៊ីហ្គេមមួយក៏យើងគិតឆ្នាំដែរគិតជាឆ្នាំដែរធ្វើអីមួយគឺរាជរដ្ឋាភិបាលយើងគឺបានសម្លឹងមើលវិញឆ្ងាយណាស់សូម្បីតែការគ្រប់គ្រងចរន្តអគ្គិសនីដែលយើងប្រើប្រាស់រាល់ថ្ងៃនេះយើងបានរៀបចំវារាប់សិបឆ្នាំមកហើយនៅពេលដែលថៃវាខឹងសម្បាវាចាប់ដើមវាចង់គៀបសង្កត់លើយើងថាចង់ធ្វើបាបកម្ពុជាគ្រាន់តែផ្ដាច់ចរន្តអគ្គិសនីទៅកម្ពុជានឹងចុះចាញ់ហើយស្រាប់តែផ្ដាច់ភ្លាមកម្ពុជាមានចរន្តអគ្គិសនីប្រើស្រាប់អត់ជាបញ្ហាណាអានេះជាអ្វីដែលយើងបានគិតគូរវិញឆ្ងាយដូចគ្នាដែរជាមួយនឹងបញ្ហាការដែលគេចង់ហែកប្រទេសកម្ពុជារាជរដ្ឋាភិបាលក៏បានគិតគូរហើយដែរថាត្រូវពង្រឹងរបៀបម៉េចត្រូវទប់ស្កាត់របៀបម៉េច
ត្រូវតែធ្វើខ្លួនរបៀបម៉េចដើម្បីកុំឲ្យប្រទេសសង្ខារហ្នឹងវាយចូលប្រទេសកម្ពុជាចែកដីគ្នាបានលោកបានរៀបចំឲ្យអស់ហើយប៉ុន្តែខ្ញុំអត់ប្រាប់ថានឹងដើរលើនយោបាយអីខ្លះទេប៉ុន្តែប្រហែលជាបងប្អូនខ្លះប្រហែលជាមើលយល់ថាបច្ចុប្បន្នយើងមានសង្គ្រាមជាមួយខ្មែរនិងថៃនេះសួរថាតើអតិពលនៃសង្គ្រាមមួយនេះខ្មែរអ្នកខាតបង់ច្រើនឬក៏ថៃអ្នកខាតបង់ច្រើនពីខ្លាមួយដែលមានចង្កុំវែងតែងតែមានអំនួតក្អេងក្អាងជាងគេនៅអាស៊ីបច្ចុប្បន្ននេះសឹងតែលែងមានអំនួតអួតតទៅមុខទៀតប្រទេសថៃណានៅប្រទេសមួយទៀតប្រទេសដែលនៅខាងទឹកណាផ្លូវទឹកក៏កំពុងតែរងសម្ពាធពីកម្ពុជាយើងទៅខ្លះដែរដែលយើងអត់តនិយាយទេណានឹងខ្ញុំសុំអត់តនិយាយទេហើយបងប្អូនឆាតមកសួរអីខ្ញុំអាចនឹងឆ្លើយខ្លះបានតែប៉ុណ្្នឹងឯងអត់អាចឆ្លើយទាំងអស់ទេព្រោះនយោបាយយុទ្ធសាស្ត្រធ្វើអីក៏ដោយយើងអត់ត្រូវឲ្យមានការដឹងឮពីបងប្អូនណាដឹងឮច្រើនទេណាអញ្ចឹងខ្ញុំសុំនិយាយត្រឹមប៉ុណ្្នឹងហើយបងប្អូនឆ្ងល់អាចសួរខ្ញុំបានតែខ្ញុំដូចជាខ្ញុំប្រាប់មុននឹងថាយើងអត់អាចឆ្លើយបានទាំងអស់ទេណាជាមួយនឹងរឿងអីផ្សេងហ្នឹង